បាទយុគមិញថ្ងៃទី26ខែកញ្ញាឆ្នាំ2025គឺមានរឿងរ៉ាវផ្ទុះនៅក្នុងពិភពបាល់ទាត់តំបន់អាស៊ីគ្នាយើងដោយសារតែសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិគឺបានហាម5កីឡាករ7នាក់របស់សមាឡេស៊ីហ្នឹងគឺឲ្យពាក់ព័ន្ធនឹងបាល់ទាត់ហ្នឹងគឺរយៈពេល1ឆ្នាំបងប្អូនដោយសារតែតើតើនឹងរឿងខ្លែងបន្លំបាទឯកសារក្នុងការចូលសញ្ជាតិសមាឡេស៊ីអញ្ចឹងណាបងប្អូនបាទក្នុងនោះ FIFA ក៏បានពិន័យដល់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីទឹកប្រាក់ប្រមាណជាជិត$440,000ឯនោះបងប្អូនបាទជំរាបសួរបងប្អូនទាំងអស់គ្នាគ្រប់គ្រង Channel YouTube របស់ខ្ញុំឆនទឹកក៏ដូចជាបងប្អូនគ្រប់គ្រងតាមរយៈ Page ផ្សេងៗ Sport Refresh Page របស់ខ្ញុំឆនទឹកជាដើមបាទនេះជូនព័ត៌មានខ្លីជូនបងប្អូនមិនវែងពេកទេបាទដោយបានជម្រាបជូនបងប្អូនមុននេះបន្តិចចឹងថាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ហ្នឹងគឺបានដាក់ការហាម5បាទកីឡាករ7នាក់របស់ជំនឿជាតិម៉ាឡេស៊ីហ្នឹងគឺរយៈពេល12ខែមិនឲ្យពាក់ព័ន្ធទៅនឹងបាល់ទាត់ក្នុងករណីដែលខ្លែងបន្លំទៅលើឯកសារក្នុងការចូលសញ្ជាតិហើយបានលេងនៅក្នុងពានរង្វាន់ AFCខាប់វគ្គជំរុះនៅពេលថ្មីបន្ទាប់ពីព័ត៌មាននេះលេចឡើងសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីមានរយៈពេល10ថ្ងៃដើម្បីប្តឹងទាស់ទៅនឹងករណីខាងលើដើម្បីការពារទៅលើកីឡាករដូចជាការពារទៅលើក្រុមជម្រើសជាតិរបស់ខ្លួនគួរបញ្ជាក់ថានាពេលកន្លងទៅនេះក្រុមម៉ាឡេស៊ីដោយមានកីឡាករចូលសញ្ជាតិទាំង7នឹងចូលរួមលេងដែរនោះគឺបានឈ្នះបាទក្រុមវៀតណាមដោយលទ្ធផល4-0ក្នុងការប្រកួតបាទជម្រុះបាទ AFC ASEAN Cup ឆ្នាំ2027បាទ4-0ប៉ុន្តែបើសិនជាបាទករណីនេះគឺចូលជាធរមានថាបើប្តឹងទាស់ម៉ាឡេស៊ីប្តឹងទាស់មិនបានសម្រេចទេមានន័យថាលទ្ធផលដែលម៉ាឡេស៊ីឈ្នះ4-0ហ្នឹងគឺត្រឡប់មកឲ្យខាងវៀតណាមអាចនឹងបាទឈ្នះបាទ3-0វិញអាហ្នឹងប្រើករណីអាចសិនណាបងប្អូនពីព្រោះបើសិនជាម៉ាឡេស៊ីគាត់ប្តឹងទាស់ទៅឈ្នះកីឡាករទាំងអស់ហ្នឹងរួចបំរាមអាហ្នឹងគឺអូខេប៉ុន្តែបើមិនរួចទេគឺមានន័យថាលទ្ធផលគឺអាចត្រឡប់មកវិញឲ្យវៀតណាមឈ្នះ3-0វិញនៅក្នុងការប្រកួតជម្រុះ Asian Cup នាពេលកន្លងទៅនេះក៏ទាំង7នាក់ដែលជាប់បំរាមហ្នឹងគឺទី1មាន Facundo គឺមកពី Deportivo Alaves បាទទី2គឺ João Figueiredo មកពី Johor Darul Ta'zim បាទទី3គឺ Ricardo Holgado មកពី América de Cali នៅទី4គឺ Emmanuel Mucha មកពី Argentina បាទមកពី Club Vélez Sarsfield ទី5គឺ John Izabal មកពី Johor Darul Ta'zim ហើយទី6គឺ Gabriel Palombo បាទ Palmero មកពី Unionistas CF ទី7គឺ Hector Havel បាទមកពី Johor Darul Ta'zim អញ្ចឹង Johor បើសិនជាពិន័យនេះគឺចូលជាធរមានមែនគឺ Johor មានកីឡាកររហូតដល់3នាក់ឯណោះគឺអាចនឹងបាទខាតបង់រយៈពេល1ឆ្នាំជាមួយគ្នានោះដែរសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីត្រូវបានពិន័យដោយ FIFA នឹងក្នុងរង្វង់ទឹកប្រាក់$438,000សហរដ្ឋអាមេរិកគឺប្រមាណជាជិត$44,000ដែលខ្ញុំបានជម្រាបជូនបងប្អូនបាទអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានវីដេអូខ្លីនេះយើងនឹងជួបគ្នាវីដេអូក្រោយទៀតសូមជម្រាបលាបាទ